ការតុបតែងលម្អផ្ទះជារឿងសំខាន់ណាស់ហើយមានបងប្អូនមួយចំនួនគាត់តែងតែចង់មានសិល្បៈតុបតែងផ្ទះខ្ជូតខ្ជូតស្អាតស្អាតប្លែកប្លែកអីអញ្ចឹងដូចជាការដាក់តាំងស៊ុមរូបថតរូបគំនូរឬក៏សញ្ញាបត្រផ្សេងៗនៅតាមបន្ទប់ប៉ុន្តែបងប្អូនមួយចំនួនគាត់បានដឹងពីរបៀបនៃការប្រើប្រាស់ម៉ូតូស្វាននៅលើអញ្ចឹងដោយខ្លួនឯងដោយពេលខ្លះពួកគាត់ត្រូវហៅជាងមកខួងឬក៏ស្វានឲ្យហើយការងារនេះបើសិនយើងដឹងតិចនិចវាអត់មានពិបាកអីយើងអាចធ្វើដោយខ្លួនឯងបានចានៅក្នុងវីដេអូនេះនាងខ្ញុំនឹងប្រាប់អំពីរបៀបប្រើប្រាស់ម៉ូតូស្វាននៅតាមជញ្ជាំងឥដ្ឋឬក៏រ៉ូម៉ូតូស្វានមានពីរប្រភេទគឺស្វានបុកនិងស្វានធម្មតាហើយរបៀបនៃការប្រើប្រាស់គឺអត់សូវខុសគ្នាប្រហែលទេមួយទៀតយើងអាចជ្រើសរើសផ្លែស្វានមានច្រើនប្រភេទដូចជាផ្លែស្វានបេតុងឥដ្ឋផ្លែស្វានឈើផ្លែស្វានដែកឬក៏ផ្លែស្វានថ្មចំណែកឯទំហំរបស់ផ្លែស្វានគឺមានលក្ខណៈខុសគ្នាមាន6មីលីម៉ែត្រ8មីលីម៉ែត្រឡាក់ក្នុងករណីនេះនាងខ្ញុំនឹងលើកយកការស្វានលើជញ្ជាំងឥដ្ឋដើម្បីភ្ជួររូបថតឬក៏ផ្ទាំងគំនូរមុននឹងចាប់ផ្ដើមជាដំបូងអ្នកទាំងអស់គ្នាត្រូវមានសម្ភារៈទាំងនេះជាចាំបាច់ទី1គឺយើងមានខ្មៅដៃ Fert ដែលលុបជ្រះផ្លែស្វានបេតុងឬក៏ឥដ្ឋម៉ូតូស្វានបុកទួលល្វីសជ័រទប់វីសឬក៏យើងហៅថាតាកេវីសសម្រាប់មួលចូលស្រោមដៃនិងវ៉ែនតានេះជាជំហាននៃការធ្វើវាជំហានទី1ជ្រើសរើសផ្លែស្វានដែលមានទំហំ6មីលីម៉ែត្រឬក៏ធំជាងនឹងទៅតាមប្រភេទសម្ភារៈដែលត្រូវភ្ជួរជំហានទី2ប្រយ័ត្នចំពោះខ្សែអគ្គិសនីនិងជញ្ជាំងបន្ទប់ទឹកជៀសវាងការស្វានប៉ះខ្សែភ្លើងដែលអ្នកត្រូវប្រកាសថាមិនស្វានពីខាងលើឬខាងក្រោមកុងតាក់ទេឬក៏ព្រីអគ្គិសនីជាដើមអ្នកអាចប្រើឧបករណ៍ស្វែងរកប្រព័ន្ធខ្សែភ្លើងជាជំនួយបើសិនបើអ្នកមានវាត្រូវប្រុងប្រយ័ត្នពេលស្វានចូលជញ្ជាំងណាដែលទៅជាប់នឹងបន្ទប់ទឹកព្រោះវាអាចធ្វើឲ្យបែកបំពង់ទុយោទឹករបស់លោកអ្នកជំហានទី3ប្រើខ្មៅដៃឬក៏ Fert ដើម្បីគូសញ្ញាសម្គាល់កន្លែងណាដែលអ្នកត្រូវខួងឬក៏ស្វានជំហានទី4ចាប់ដើមស្វានយើងត្រូវដាក់ចុងផ្លែស្វានលើចំណុចដែលយើងបានគូសហើយច្របាច់កន្លឹះរបស់ម៉ូតូស្វានដែលថ្នមលោកអ្នកអាចកាច់ទៅរូបដែលមានសញ្ញាញញួរនៅលើម៉ូតូស្វានបុករួចហើយបន្តស្វានជម្រៅដែលអ្នកទាំងអស់គ្នាចង់បានសូមធ្វើវាឲ្យប្រកាសថាអ្នកកាន់វាឲ្យបានត្រង់ជំហានទី5បង្កើនល្បឿនយឺតហើយធ្វើការសង្កត់វាចូលនៅពេលដែលអ្នកឃើញថាវាមានជម្រៅដែលអ្នកចង់បានហើយសូមបន្ថយល្បឿនបន្តិចម្ដងប៉ុន្តែកុំទាន់បញ្ឈប់វាភ្លាមអីសូមអ្នកនៅតែបន្តច្របាច់គន្លឹះម៉ូតូរួចហើយដកដៃយឺតចេញពីរន្ធជំហានទី6បញ្ចូលជ័រទប់វីសចូលទៅក្នុងរន្ធប្រហោងដែលយើងស្វានហើយរួចប្រកាសថាវាចូលស្មើនឹងផ្ទៃជញ្ជាំងដែលយើងស្វានបើមិនទាន់ចូលស្មើនឹងផ្ទៃជញ្ជាំងទេលោកអ្នកអាចយកដងទូលវីសដំបញ្ចូលបន្ថែមរួចហើយដាក់វីសចូលហើយប្រើទូលវីសមួលចូលស្របនឹងតនិកនាឡិការួចហើយសូមសម្អាតទីតាំងដែលយើងបានធ្វើនឹងហើយជាការស្រេចតែម្ដងអូខេឥឡូវនេះអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមការតុបតែងលម្អផ្ទះរបស់អ្នកទាំងអស់គ្នាបានហើយបើសិនជាមានសំណួរឬក៏ចម្ងល់ផ្សេងៗបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបាន